សាភាពប្រសុំមានវិជ្ជាបន្តិចទៀតដែលថាបងប្រុសគាត់មានបងប្រុសគាត់មានជំងឺប្រចាំកាយម្យ៉ាងដែលឲ្យទៅរាល់ថ្ងៃខែដាច់គាត់តែងតែប្រកាច់ហើយសិលថ្ងៃខែដាច់គាត់តែប្រកាច់ថាបងដឹងថាគាត់មានជំងឺប្រចាំកាយអ្វីដែរហើយអញ្ចឹងគាត់ខំធ្វើការដើម្បីចិញ្ចឹមគ្រួសារភូមិគាត់ខំធ្វើការដើម្បីចិញ្ចឹមគ្រួសារភូមិពីហើយគាត់មានជំងឺប្រចាំកាយទៅទៀតអញ្ចឹងបានន័យថាភាពនៃការខ្វះខាតរបស់គាត់មានចំណុចច្រើនណាស់ហើយគាត់ធ្វើការសំណងហ្នឹងមួយថ្ងៃបានប្រហែលណាបងថ្ងៃ20000មួយថ្ងៃ20000ហើយគាត់ទទួលបន្ទុកដើម្បីចិញ្ចឹមខ្លួន4នាក់ហើយលោកប្រពន្ធម្នាក់ហើយខ្លួនគាត់ទៀតហើយបងប្អូនសប្បុរសទាំងអស់ដឹងហើយថាក្នុងមួយថ្ងៃ20000យើងចំណាយទិញតែម្ហូបបានតែបើយើងគិតតែម្ហូបមកហត់ហើយនឹងល្ងាចវាអស់បាត់ទៅហើយចុះនៅអង្គរហើយនឹងសំភារៈផ្សេងៗទៅទៀតអញ្ចឹងស្មាក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ដើម្បីដែលមានសទ្ធាឬក៏ចង់ជួយឧបត្ថម្ភទៅគាត់ទៅតាមអ្វីដែលអាចធ្វើបានក៏ហើយបងស្រីគាត់រកឃើញសុខការកាច់គេហៅថាជំងឺផ្សែងសាទឬក៏ជំងឺម្យ៉ាងដែលគេហៅថាស្ពុតជ្រូកគឺថារាល់ថ្ងៃ8ថ្ងៃខែដាច់បានតែឲ្យថ្ងៃសៅរ៍គឺគាត់ប្រកាច់មានភាពអក្រក់ក្តីហើយបងស្រីគាត់ឃើញភាពជាក់ស្ដែងហ្នឹងគាត់ប្រកាសទៅបងមានប្រសាសន៍នោះតើផលលំបាកនឹងយ៉ាងម៉េចពេលដែលបងឃើញពេលដែលប្រកាសហ្នឹងមិនប្រកាសនឹងជឿតាមប្រកាសទៅគាត់ចាប់ពាក្យអញ្ចឹងបងទាំងអស់គ្នាគឺចាប់គាត់ទៅចាប់អូហើយពេលចាប់ហើយយើងមិនចាប់ហើយបានទីនេះពេលបែកគុំមាត់ហ្នឹងគុំមាត់ខាងណាទីខាងដាក់ណៃណាចាំឲ្យមានបែកអីក៏មិនពេលមកវាតទៅក្នុងទីទៅអូពេលបងក៏ថាឃើញហើយជួយគ្នាទៅណាហើយយើងធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់រីគាត់អូហើយបងស្រីអត់អីអត់ឃើញកាច់ឃើញចិត្តនៅក្នុងកាច់ចង់ទៅនៅក្នុងអត់មានការមកចង់តែស្ទើរអូចាហើយពេលនេះគាត់គេយ៉ាងណាបើសិនជាយើងអត់ឃើញគាត់អាចស្លាប់ទេដល់នេះហើយបងពីមុនមកបងមានដឹងថាយើងគេអាចជួយអីចឹងលោកពីឃើញកាក់នឹងជួយជួយចឹងហើយពុកស្គាល់ចឹងបានតែចាំបានប្រមាណហើយប្រមាណអត់បានមកហើយកន្លះម៉ោងអូយូរណាកន្លះម៉ោងហើយបងប្រុសយើងដឹងខ្លួនណាទៅមករួចបើថាដួលនេះស្លាប់អូវងស្មងទៅស្លាប់ហើយចង់ទៅខែ4ដងណាខែ4ដងថ្ងៃហ្នឹងដើរណាបានណាស្លាប់មានដឹងថាបែរជាថាជាថាពីថាចូលទៅតែទៅដល់ណាចាំទៅបើសិនជាយើងអត់មកទាន់បានន័យថាវាធ្លាក់លើខែđể kêu tàu tây sai một cạnh chân vào u em bụng em chân Việt nhôm sa thủ sập vào lọ này miền sạch chiêm chùa thì mài tầng o chỉ sẽ sập vào chuan là miền từ chật sầm lạnh mài bàn đặt cả cái rọp thì tục bạc bọc quạt và đôi thì màu sấy lại bàn khơi nơi những bọc quạt thà rọp ngày sau nước quạt lần bên cả cạch đồ bờ mìnhមានការប្រយ័ត្នទេគាត់អាចស្លាប់ចោលកូនរបស់គាត់ចឹងទេមានអីទេមានតែឲ្យសាធុសពរៈទាំងអស់ដែលមានក្នុងគណៈស្មារតីជាប្រសង់នេះតំណាងនេះសូមពីវនីវដល់សពរៈសិទ្ធជនដែលបានធ្វើវីដេអូបងប្រុសបងស្រីដ៏កំសត់មួយនេះសូមជួយគ្នាជាបាល